ទីតាំងដែលកើតហេតុគឺនៅតំបន់ត្រៃតាយើងខេត្តកំពង់ស្ពឺអូបាទទីតាំងដូចគ្នានឹងរឿងខ្ញុំមួយមែនអូខេភ្ជាប់គ្នាហ្មងចាំភ្ជាប់គ្នាអត់ទេអាហ្នឹងចាំក្រោយអូខេអញ្ចឹងសាច់រឿងនេះកើតឡើងនៅស្អែកចេះបងប្រុសគាត់មានក្រុមការងាររបស់គាត់ប្រហែលជា 4-5 នាក់អញ្ចឹងនៅលើដីមួយហ្នឹងមានផ្ទះមួយដែលមេរបស់គាត់ឲ្យនៅអញ្ចឹងណាអញ្ចឹងស្ថានផ្ទះមួយហ្នឹងខ្ញុំចង់ឲ្យបងប្អូនសម័យឲ្យឃើញស្ថានផ្ទះមួយហ្នឹងគឺផ្ទះថ្មខាងក្រោមឈើខាងលើឡើងដោយចរាចរឈើខាងមុខហើយថ្មខាងក្រោមហ្នឹងមានពីដានកម្ពស់ប្រហែលជា5ម៉ែត្រតោះណាកន្លែងហ្នឹងអញ្ចឹងនៅខាងលើហ្នឹងផ្ទះឈើហ្នឹងគេមានប្រកាន់ដៃប្រកាន់អីអញ្ចឹងទៅបាទអញ្ចឹងក្នុងករណីហ្នឹងគឺអញ្ចឹងនៅក្នុងថ្ងៃមួយនៅពេលដែលគាត់កំពុងតែធ្វើការអញ្ចឹងទៅមេរបស់គាត់បានបាត់គាត់បញ្ជាឲ្យក្រុមរបស់គាត់ទាំងអស់ហ្នឹងទៅដីរបស់មេរបស់គាត់ដែលជិះចូលទៅជ្រៅទៀតជ្រៅខ្លាំងតែនឹងចិត្តដល់ជើងភ្នំជ្រៅខ្លាំងមែនតើតែគាត់មានផ្ទះលំហែមួយនៅកន្លែងហ្នឹងមេរបស់គាត់ប្រកបបញ្ជាឲ្យគាត់ទៅជីកយកដើមឈើកូនឈើតូចល្មមប្រហែលជាប៉ិនកពួនជើងឡើងលើបន្តិចច្រើនដើមមែនតើពីដីលំហែរបស់មេហ្នឹងយកមកដាំនៅដីបច្ចុប្បន្នមួយនេះអញ្ចឹងគាត់ក៏ទទួលបានពាក្យហ្នឹងគាត់ក៏នាំក្រុមការងារទាំងអស់ជិះឡានហើយទៅជីកមកជីកយកមកដាំហើយអត់មានរឿងអីកើតឡើងទាំងអស់គឺអ្វីតាមសម្រួលយប់ឡើងនេះជាហេតុការណ៍ពួកគាត់គេងទម្រាបគ្នានៅជាន់ទី1ខាងក្រោមអត់មានអាគេងទេតោះនេះអញ្ចឹងខាងលើគាត់គេងទម្រាបគ្នាទាំងអស់នៅពេលដែលគាត់គេងនៅខាងស្ដាំដៃរបស់គាត់គឺមានក្រុមការងាររបស់គាត់មួយទៀតហើយមានម្នាក់ទៀតម៉ោង 12 យប់ម៉ោង 12 យប់គាត់កំពុងតែគេងលក់ស្រាប់តែមិត្តភ័ក្តិរបស់គាត់ហ្នឹងងើបមកអង្គុយងើបឆ្ងក់មកអង្គុយហ្មងដល់ពេលងើបមកអង្គុយអញ្ចឹងធម្មតានៅពេលដែលងើបអង្គុយអញ្ចឹងវាមិនអង្គើអានាមអង្គើអីតិចអញ្ចឹងគាត់ម្នាងដឹងខ្លួនមីមើលក្រតែងាកទៅមកមីមើលផុតពីអង្គុយម្នាក់ហ្នឹងឈោមងើបឈោលឿនមែនតើហ្មងណាអញ្ចឹងគាត់ឃើញអញ្ចឹងគាត់ក៏អឺតមើលគាត់ក៏ប្រឹងទាញដៃឃើញភ្នែកបិទដូចលក្ខណៈមកមើលគាត់ព្យាយាមទាញមិនក៏អត់ងើបដែរអត់ភ្ញាក់ហ្មងបានមកបន្តិចស្រាប់តែមិត្តភ័ក្តិរបស់គាត់ហ្នឹងគាត់កាន់ដៃហ្នឹងគាត់ប្រឡែងដៃរបស់គាត់ក៏ធាក់ដៃចេញអល់ឡោះគាត់ហក់ចុះទៅមកបាទគាត់ហក់ចុះទៅមកគាត់លឺសំឡេងដឹបគាត់ថាមិនបាក់ដៃក៏បាក់ជើងដែរ5ម៉ែត្រហើយហក់ក្នុងល្បឿនមួយអញ្ចឹងធម្មតាយើងមិនមែនជានិនចាអីណាអញ្ចឹងយើងមិនចេះអាឡាតចេះអីប៉ុន្តែនៅពេលដែលគាត់រត់តាមទៅមើលមិត្តភ័ក្តិរបស់គាត់ហ្នឹងណាគឺឈរត្រឹងឈរថ្មឹងនៅដីតោះនេះបងយល់បាទហក់ទៅគឺឈរចឹងហ្មងយល់ហ្នឹងហើយមេថាគាត់លឺដឹបគិតថានឹងដេកហ្នឹងហើយតែទៅទីឈរតែជាឈរវិញគាត់ឃើញសភាពបែបហ្នឹងគាត់ដាស់ក្រុមរបស់គាត់ទាំងអស់នៅលើផ្ទះហ្នឹងដើម្បីរត់ទៅចាប់មិត្តភ័ក្តិរបស់គាត់ពួកគាត់មានអារម្មណ៍ថាអត់ស្រួលអត់មានណាគេមកមើលមករបៀបអញ្ចឹងទេណោះអញ្ចឹងមិត្តភ័ក្តិរបស់គាត់ទាំងអស់ហ្នឹងរត់ទៅចាប់គាត់នៅពេលដែលចាប់ស្រាប់តែបងប្រុសមួយហ្នឹងដែលមកមើលហ្នឹងកធាក់តែម្ដាយទេបងកធាក់តែម្ដាយប៉ើងទាំងអស់ហើយចាប់ដៃចាប់ជើងកធាក់ប៉ើងខ្ទេចហ្មងមួយទល់នឹងយើងឧទាហរណ៍ថាក្រុមការងាររបស់គាត់ថាមាន6 7នាក់ចុះមួយទល់នឹង6នាក់មួយទល់នឹង6នាក់គ្រាន់តែកវែងដៃគឺខ្ទៀតទាំងអស់គាត់ថាមិនដឹងថាមកមើលប្រភេទអីបើសិនជាកម្លាំងដូចមនុស្ស10នាក់នៅក្នុងហ្នឹងគាត់អត់ដឹងទេផុតពីកធាក់ដៃហ្នឹងហើយក៏រត់ទៅរត់លបងកុំភ្លេចថាលបងតែយប់ឡើងគេចាក់សោហើយតំបន់របស់គាត់តំបន់ត្រៃតែយើងនៅក្នុងការដ្ឋានរបស់គាត់វាមិននៅក្នុងចការបស់គាត់ក៏វាមិននៅចិត្តផ្ទះប្រជាជនប្រហែលដែរចឹងវាមានសភាពស្ងាត់មែនទែនធម្មតាម៉ោង8 9យប់គឺស្ងាត់ដែរចឹងល្ងឹតសូនឆឹងចុះពីផ្លូវជាតិមកប្រហែលជា50-60ម៉ែត្រអញ្ចឹងនៅពេលដែលលបងបិទទ្វារនេះមិត្តភ័ក្តិរបស់គាត់ក៏ផ្លាស់លបងមិត្តក្រុមទាំងអស់ហ្នឹងឃើញគេផ្លាស់លបងបែបហ្នឹងគាត់រូតរះទៅរកសោទៅរកអីអ្នកខ្លះក៏ផ្លាស់លបងទៅតាមអីចឹងរត់ដេញគាត់ប្រហែលជា40ម៉ែត្រដែលខ្វះតែប្រហែលជាប្រហែលម៉ែត្រទៀតប្រហែលជាហ៊ានទៀតគឺដល់លើផ្លូវជាតិលេខ4ហ្មងលើផ្លូវជាតិលេខ4ចាស់គឺដល់ហ្មងចៃដនអីគេស្ទុះទាស្រែកផងអីផងផ្អើលអស់ហើយអ្នកភូមិហ្នឹងគេស្ទុះមកចាប់គាត់ជាប់បងឲ្យដឹងថាមកចាប់គាត់ជាប់ហ្នឹងណាមាន
ទិដ្ឋភាពអីកើតឡើងមានឡានកុងតឺន័រមួយបកកាត់គាត់មកចាប់គាត់ជាប់ដួលក្រឹបហ្នឹងមានឡានកុងតឺន័រមួយបែកកង់ណាដាច់ប្រាំងបកកាត់ទៅមុខគាត់វូទៅអញ្ចឹងបងបាទវូទៅត្រង់ទៅផុតអញ្ចឹងទៅនៅពេលដែលគេចាប់គាត់ជាប់នេះបងដែលមកមើលនេះបិទភ្នែកនេះនៅតែព្យាយាមរើបរះហើយស្រែកទៅចិត្តលែងអញភ្លាមអញចង់ងាប់ពួកឯងកាប់ផ្ទះអញចង់ងាប់អញត្រូវយកពួកឯងឲ្យងាប់អស់ប្រើសម្ដីមួយហ្នឹងចឹងអ្នកភូមិគេស្មានតែចោលគេស្មានអីនៅពេលដែលឃើញទស្សនភាពចឹងហើយគេដឹងចាប់ផ្ដើមដឹងចឹងម្នាក់ក៏ទាញខ្សែក្បាត់ខ្លួនឯងយកមកចងដៃចងជើងគាត់ចឹងសែងគាត់ដាក់នៅលើឡានជិះតម្រង់ទៅរកវត្តមួយនៅលើផ្លូវដែលឡើងទៅការីរុំនៅពេលដែលជិះក្នុងឡាននេះស្ថានភាពគឺរញ៉េរញ៉ៃហើយច្បុកច្បល់មែនតើស្រែកផងអីផងបកាច់បកិននៅក្នុងឡានគេចាប់គៀកផងអីផងប៉ុន្តែចម្លែកត្រង់ចេះចូលទៅដល់វត្តចូលឡានហ្នឹងគ្រាន់តែចូលទៅដល់ខ្លោងទ្វារវត្តពងបកាច់អញ្ចឹងណាគួយស្ងៀមតែជាមនុស្សអត់មានសកម្មភាពអីទាំងអស់នៅត្រឹងរហូតទៅដល់លោកចៅអធិការឲ្យពួកគាត់ចម្លែងមែនតើសាយគ្រឿងមួយហ្នឹងណាលោកចៅអធិការយកទឹកមកផ្តិលមកឲ្យពួកគាត់បុកមកទេសយកមកលាយជាមួយនឹងទឹកហ្នឹងហើយលោកចៅអធិការបានសូត្របល័យរបស់គាត់ហើយប្រោះព្រំអញ្ចឹងទៅនៅពេលប្រោះព្រំមិត្តភ័ក្តិរបស់គាត់ស្រែកបកាច់ដោយមនុស្សឈួតម្នាក់ឯងកាហាយក្រកហល់កាហាយរយៈពេល2នាទីស្លាប់ទងទៅបាត់ចាប់ផ្សាយរឿងហ្នឹងហើយលោកចៅអធិការបានសួរគាត់ថាចេះមានរឿងអីកើតឡើងម្នាក់អត់ដឹងរឿងអីផងហ្នឹងមានសង្ឃដីកាថាញោមទាំងអស់គ្នាហ្នឹងមានប៉ះពាល់កន្លែងគេអត់ពួកគាត់ថាអត់មានប៉ះពាល់កន្លែងគេផងមានតែប៉ះគេអត់កន្លែងណាអត់គិតបកក្រោយវិញក៏ពួកគាត់នឹកឃើញថាប្រហែលជាដើមឈើដែលគាត់យកពីដីលំហែរបស់មេរបស់គាត់ហ្នឹងមកហ្នឹងជាលំនៅឋានរបស់គេលោកចៅអធិការគាត់លោកបានជ្រាបបានដឹងពីរឿងហ្នឹងហើយក៏មានសង្ឃដីកាទៅពួកគាត់ថាញោមថ្ងៃស្អែកហ្នឹងត្រូវទៅសែនទៅសែនប្រេនលាមាត់លាកកុំសុំកម្មាទោសគេកុំឲ្យគេខឹងកុំឲ្យគេអីចឹងទៅស្អែកឡើងនៅពេលទៅដល់ពួកគាត់មិត្តភ័ក្តិរបស់គាត់នៅដេកស្លាប់ឡើយណាពួកគាត់បានរត់ទៅសែននៅកន្លែងតំបន់ហ្នឹងមែនតាំងពីព្រលឹមមកវិញមិត្តភ័ក្តិរបស់គាត់ភ្ញាក់ល្មមមិត្តភ័ក្តិរបស់គាត់ភ្ញាក់សួរគាត់ថាចេះចុញឈឺដៃឈឺជើងម៉េះមិនដែរអញឈឺម៉េះមិនជើងអញឈឺម៉េះកើតអីមានរឿងអីឲ្យយប់មិញពួកគាត់ក៏ថាចេះអត់មានចាំអីទាំងអស់អត់ផងដេកធម្មតាវាទៅជាអញ្ចឹងមិត្តភ័ក្តិរបស់គាត់ទាំងអស់ក៏បានរៀបរាប់សាច់រឿងយប់មិញហ្នឹងទាំងអស់ទៅប្រាប់មិត្តភ័ក្តិដែលមកមើលហ្នឹងអញ្ចឹងគាត់បានដឹងសាច់រឿងហ្នឹងហើយក៏ចាប់ផ្ដើមទិញសែនលាបំណន់មកតង់ទៀត